បាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីនៅមុនពិធីបុណ្យកឋិនទានចូលមកដល់ព្រះវិហារវត្តព្រៃថ្មីកាន់តែពន្លឿននៅក្នុងការធ្វើដើម្បីឲ្យឆាប់រួចរាល់នៅពិធីបុណ្យកឋិនទានខាងមុខនេះដោយតែប្រិយមិត្តពុកម៉ែបងប្អូនបានជឿរួចមកហើយថាពិធីបុណ្យកឋិនទានវត្តព្រៃថ្មីនឹងប្រារព្ធនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យ4-5កើតខែកដឹកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី25-26ខែតុលាឆ្នាំ2025ខាងមុខនេះជាមួយគ្នានោះព្រះវិហារវត្តព្រៃថ្មីក៏បានពន្លឿននៅក្នុងការធ្វើដើម្បីឲ្យឆាប់រួចរាល់នៅមុនពិធីបុណ្យកឋិនទានចូលមកដល់ផងដែរនេះបើយោងតាមការចែករំលែករបស់ព្រះតេជគុណឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីតាមរយៈការចែករំលែកវីដេអូនៅលើបណ្ដាញសង្គមបង្ហាញពីទិដ្ឋភាពខាងក្នុងព្រះវិហារក៏ដូចជាក្រុមជាងកំពុងតែរៀបចំនៅក្នុងការក្រាលការ៉ូបាតនៅខាងក្នុងព្រះវិហារនោះព្រះអង្គបានសរសេរសំណេរយ៉ាងដូចនេះថាចាប់ផ្ដើមបុកធ្វើឲ្យលឿនហើយញាតិញោមព្រោះកឋិនជិតចូលមកដល់ហើយថ្ងៃទី25-26ខែតុលាឆ្នាំ2025កឋិនវត្តព្រៃថ្មីជាមួយសកម្មភាពក្រុមជាងកំពុងតែមមាញឹកនៅក្នុងការក្រាលការ៉ូនិងធ្វើការសម្អាតផ្នែកខាងក្នុងនិងខាងក្រៅនៃព្រះវិហាររបស់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជានេនទោសីហាផងដែរដោយសារតែភាពល្បីល្បាញរបស់កូននេនទោសីហាបានធ្វើឲ្យញាតិញោមពុទ្ធបរិស័ទបានស្គាល់នៅវត្តព្រៃថ្មីនិងតែងតែជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់នៅក្នុងការកសាងវត្តទាំងញាតិញោមនៅក្នុងប្រទេសក៏ដូចជាញាតិញោមនៅក្រៅប្រទេសរហូតមកដល់ពេលនេះវត្តព្រៃថ្មីដែលមានទីតាំងនៅស្រុកទឹកឈូនៃទឹកដីខេត្តកំពតមួយនេះគឺទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ជាពិសេសនោះគឺការកសាងព្រះវិហារមួយសម្រាប់ប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានដែលជាបន្តបន្ទាប់ព្រះតេជគុណឡុងសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីក៏ដូចជានេនទោសីហាតែងតែធ្វើបច្ចុប្បន្នភាពនៃការកសាងព្រះវិហារជាបន្តបន្ទាប់ជូនទៅដល់ញាតិញោមពុទ្ធបរិស័ទបងប្អូនមហាជននៅលើបណ្ដាញសង្គមបានជ្រាបជាបន្តបន្ទាប់ហើយនៅរយៈពេលចុងក្រោយនេះព្រះវិហារនៅក្នុងវត្តគឺបានឈានដល់ការក្រាលការ៉ូក៏ដូចជាការដាក់នៅទ្វារនៅជុំវិញព្រះវិហារហើយជាមួយគ្នានោះព្រះតេជគុណនេនទោសីហាក៏បានចូលរួមនៅក្នុងការសម្អាតនៅបរិវេណខាងក្រៅព្រះវិហារដើម្បីត្រៀមនៅក្នុងការធ្វើពិធីបុណ្យកឋិនទានខាងមុខផងដែរក្រោយពីបានទស្សនានៅវីដេអូមួយនេះហើយបងប្អូនមហាជនជាពិសេសពុទ្ធបរិស័ទដែលមានការគាំទ្រវត្តព្រៃថ្មីពិសេសគឺព្រះតេជគុណឡុងសុភ័ក្រនិងនេនទោសីហាបានសម្ដែងនូវក្តីរំភើបត្រេកអរអនុមោទនានៅបុណ្យកុសលមួយនេះផងដែរ